ទីតាំងដ៏ស្រស់ស្អាតមួយកន្លែងនៅក្នុងស្រុកស្រែអំបិលនៃខេត្តកោះកុងគឺខ្ញុំជឿជាក់ថាប្រហែលជាមានបងប្អូនភាគច្រើនអត់សូវស្គាល់ជាមួយនឹងទីតាំងនេះទេអញ្ចឹងខ្ញុំនឹងបញ្ជាក់ទីតាំងហ្នឹងនៅខាងក្រៅវីដេអូបងប្អូនកុំភ្លេចមើលដល់ចប់ណាហើយសម្រាប់ទីតាំងហ្នឹងគឺមានទេសភាពស្អាតមែនទែនជាពិសេសគឺគេមានទាំងកន្លែងស្នាក់គេមានទាំងកញ្ចុះគេមានទាំងផាប់ហើយយប់ឡើងយើងអាចទៅចាប់គេឆ្អីគឺបានមួយកំ pl តែម្ដងណាបងអូនអញ្ចឹងចំពោះទីតាំងហ្នឹងពេលដែលយើងចូលទៅគឺគេគិតទៅលើថ្លៃសេវាបងឡានណាឡានទូចដូចជា 5000 ឡានធំដូចជា 10000 ខ្ញុំដូចជាភ្លេចដែរណាបងអូនតែប្រហែលប៉ុណ្្នឹងឯងអញ្ចឹងមុនពេលដែលយើងឆ្លងទៅដល់ព្រៃកោងកាងផ្នែកមួយចំហៀងទៅគឺយើងត្រូវដើរកាត់ស្ពានសុភមង្គលនេះគឺស្ពានស្អាតមែនតើគេធ្វើឡើងឆ្លងជាមួយនឹងដៃសមុទ្រណាឆ្លងកាត់ទៅខាងផ្នែកនៃព្រៃកោងកាងមួយខាងទៀតអញ្ចឹងពេលដែលយើងឡើងទៅដល់ចំណុចកណ្ដាលនៃស្ពានហ្នឹងគឺមានអារម្មណ៍ថាfresh មែនទេដោយសារតែយើងងាកទៅឆ្វេងងាកទៅតាមយើងមានជាមួយនឹងធម្មជាតិពណ៌បៃតងដើមកោងកាងដកអមជាមួយនឹងដៃសមុទ្រនឹងចឹងបូករួមជាមួយនឹងខ្យល់បក់មករំភើយត្រជាក់ស្រាប់តែម្ដងបូករួមជាមួយនឹងអាកាសធាតុដែលវាអត់សូវជាក្តៅខ្លាំងទៀតអញ្ចឹងវាធ្វើឲ្យអារម្មណ៍របស់យើងវាស្រស់ស្រាយទៅតាមនឹងដែរអញ្ចឹងណាហើយតើតមួយទីតាំងហ្នឹងក៏មានចំណតបងប្អូនប្រជាកសិករនេសាទគាត់ឡើងទូកឡើងអីមានលក់ក្តាមមានលក់អីនៅទីតាំងនឹងដូចគ្នាដែរអញ្ចឹងណាអញ្ចឹងយើងចូលមកដល់កន្លែងស្ពានដែលគេធ្វើជុំវិញនៅព្រៃកោងកាងហ្នឹងឃើញគេដាក់1400ប្រហែលជា1400ម៉ែត្រនៃស្ពានជុំវិញព្រៃកោងកាងហ្នឹងអញ្ចឹងណាអញ្ចឹងបងអូនមើលទៅលើទេសភាពបានស្ពានបូករួមមួយព្រៃកោងកាងតិចយើងដើរទៅវាអត់មានសភាពថាអូក្តៅខ្លាំងទេហើយចំពោះស្ពានគេហ្នឹងគេធ្វើជាស្ពានថ្មបងអូនតែស្ពានថ្មគេគឺស្អាតមែនតើពេលដែលយើងមើលទៅដូចបងអូនឃើញនៅក្នុងរូបនឹងអញ្ចឹងណាហើយចំពោះទីតាំងនៅនឹងគឺស្អាតមែនតើហ្មងជាពិសេសគេមានជាកន្លែងកញ្ចុះកន្លែងអីសម្រាប់ពេលដែលយើងដើរឆ្លងកាត់ទៅហើយក្តៅយើងសម្រាកយើងអាចញ៉ាំអីកំងមហូបកំងអីទៅញ៉ាំនៅទីនឹងបានដូចគ្នាដែរអញ្ចឹងណាបងអូននេះគឺបងអូនអាចមើលបានកន្លែងនេះគេធ្វើមានលក្ខណៈជាកញ្ចុះយើងអាចអង្គុយមើលថ្ងៃលេខយើងអាចអង្គុយញ៉ាំអីបានបើសិនជាយើងទៅលក្ខណៈគ្រួសារយើងអាចដាក់បាតដាក់អីទៅចាក់ច្រៀងចាក់អីនៅនឹងបាននិយាយទៅគឺស្រស់ស្រាយកន្លែងគេធំទលាយមែនតែនហ្មងហើយបើនិយាយពីឆ្នេរនេះវិញណាគឺពេលដែលខ្ញុំទៅគឺវាខ្ទង់ប្រហែលជាម៉ោង3ទឹកវានៅនាចេញអញ្ចឹងធ្វើឲ្យមានឆ្នេរធំមែនតែនយើងមើលទៅគឺល្វឹងល្វើយខ្យល់បក់មករំភើយហើយមានកូនក្តាមកូនខ្យងរត់ត្រែពីពេញឆ្នេរនឹងតែម្ដងហើយជាពិសេសជប់ឡើងគេមានកូនផាប់ដូចគេមួយនៅនឹងទៀតយើងអាចទៅឈៀលអីនៅនឹងបានណានេះគឺរូបថតរៀងជុំគ្រួសារអីតិចតួចអីវាថាសុបាយពេកអីចឹងណាហើយចំពោះទីតាំងឆ្នេរសុភមង្គលហ្នឹងគឺស្ថិតនៅតាមផ្លូវទៅឆ្នេរនេសាទនឹងដូចគ្នាប៉ុន្តែមុនពេលដែលយើងដល់ឆ្នេរនេសាទប្រហែលជាខ្ទង់ពី3គីឡូបងអូនកន្លែងខាងស្រាប់ដែរឃើញគេដាក់ផ្លាកឆ្នេរសុភមង្គលឡើងអញ្ចឹងបងអូនកុំភ្លេចចូលលេងណាបើសិនជាចង់បានទេសភាពស្អាតប្លែកខ្យល់ត្រជាក់អីគឺបងអាចចូលទៅនឹងមកគឺដឹងតែប្លែកអារម្មណ៍តែម្ដង